ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាអំពីរបៀបបិទ content ដែលអត់មានប្រយោជន៍ឬក៏ content ដែលយើងមិនចូលចិត្តនៅក្នុង Facebook របស់យើងជាទូទៅពេលដែលបងប្អូនបើក Facebook មកអញ្ចឹងតែបងប្អូនតែឃើញpage ខ្លះឬក៏ Facebook ខ្លះគាត់បង្ហោះវីដេអូ sexy បង្ហោះវីដេអូអាក្រាតវីដេអូអីចឹងបងប្អូនឧទាហរណ៍រូបភាពជាច្រើនដែលយើងគិតថាអត់ចូលចិត្តអញ្ចឹងបងប្អូនអាចធ្វើការកុំឲ្យវាសូរនៅក្នុង Facebook ចឹងបានឧទាហរណ៍ថាបងប្អូនអត់ចូលចិត្តខ្ញុំមិនទាន់តែឧទាហរណ៍ទេបងប្អូនណាបាទអត់ចូលចិត្តFacebook មួយនេះឬក៏ page មួយនេះអញ្ចឹងបងប្អូនអាចចុចត្រេះ3នៅខាងលើតបគឺបងប្អូនចុចទៅលើពាក្យថា not interest ជួរទី2បងប្អូនជួរទី2គឺថា not interest បងប្អូនต้องចុចប៉ុណ្ណឹងមកអញ្ចឹងpage ថ្ងៃក្រោយវាលែងsẽបង្ហាញនៅក្នុង profile របស់យើងហើយមិនថាវាអត់បង្ហាញវាបង្ហាញតិចតួចបំផុតយើងស្ទើរតែមិនដែលឃើញតែម្ដងគឺវាដូចជាបាត់ទៅតែម្ដងបាទមួយទៀតបងប្អូនអាចចូលទៅកន្លែងត្រេះ3នឹងដដែលគឺបិទដូចគ្នាបងប្អូនបាទហើយបន្តបងប្អូនទាញឡើងលើតែកន្លែងនេះវាអត់ចេញទេអញ្ចឹងយើងរករូបណាវីដេអូណាដែលចេញឧទាហរណ៍ថាយើងចូលដល់នេះកន្លែងនេះមួយទៀតចុះបងប្អូនឧទាហរណ៍យើងចូលមកនេះអញ្ចឹងបងប្អូនចុចលើត្រេះ3ខាងនេះបងប្អូនទាញបំផុតទៅបងប្អូននឹងឃើញមានពាក្យមួយនៅខាងក្រោមគេបំផុតនេះគេដាក់ថា manage your feed អញ្ចឹងបងប្អូនចុចលើ manage your feed ហ្នឹងមកតោះបងប្អូនទៅមើលអាខាងលើនេះគេដាក់ថា what you see មានន័យថាយើងចង់ឃើញអ្វីណាហើយនេះមាន potential មាន incentive content គឺតាក់ទង content ស្រាល content ដែលអត់សូវមានប្រយោជន៍បងប្អូនបាទអញ្ចឹងបងប្អូនចុចលើ incentive content មកវាមានក្រោមវាមានពាក្យថា soulless នេះបងប្អូនចុចលើ soulless មក soulless មានន័យថាមិនមែនថាអ្វីដែលយើងធ្វើហ្នឹងគឺវាបាត់ផុសមកទេមានន័យថាវានៅផុសខ្លះតែវាស្ទើរតែគ្មានបងប្អូនឃើញ soulless មានន័យថាយើងបើករាល់ថ្ងៃគឺស្ទើរតែគ្មានមានន័យថាបើករាល់ថ្ងៃអត់ដែរជួបទេយូរជួបម្ដងអញ្ចឹងទៅអញ្ចឹងមានន័យថាយើងបិទហ្នឹងគឺដើម្បីកាត់បន្ថយ content ហ្នឹងកុំឲ្យវាច្រើនពេកអញ្ចឹងបងប្អូនថុចទៅលើពាក្យ soulless តោះមកចុចពាក្យ save ខាងក្រោមបាទហើយចុច OK ទៅមកបងប្អូនបាទអញ្ចឹងតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនអញ្ចឹងបងប្អូនដែលមិនចូលចិត្តរូបថតឬក៏វីដេអូមួយចំនួនបងប្អូនអាចបាត់តាមកន្លែងនោះបានបាត់ចឹងមកឧទាហរណ៍បងប្អូនទៀតឧទាហរណ៍ថាកន្លែងនេះបងប្អូនចង់ឃើញចុចត្រេះ3មកបាទត្រេះ3បើសិនបងប្អូនចុចកន្លែង not interest ចូលទី2មានន័យថាវាក៏កាត់បន្ថយមួយចំនួនដែរគឺអត់ឲ្យឃើញទេហើយបន្តមកយើង scroll ចុះក្រោមបំផុតឃើញ manage your feed យើងចុច manage your feed មកហើយចូលកន្លែង sensitive មកបាទចុចដល់ sensitive មកបងប្អូនមកដាក់ពាក្យ less ហ្នឹងមកហើយ OK ទៅអញ្ចឹងមានន័យថាតើបងប្អូន select ចឹងហើយគឺ content ដែលអត់ប្រយោជន៍មិនហ្នឹងគឺมันអាចចូលមកកន្លែងបងប្អូនទៀតទេបងប្អូនមិនថាវាមិនសូរទៅគឺវាបង្ហាញដែរតែវាបង្ហាញតិចបំផុតជួនកាលយើងលេងមួយអាទិត្យពីរអាទិត្យមួយខែលេង Facebook យើងអត់បានឃើញ content ហ្នឹងផុសឡើងមកទៀតទេដោយសារតែវាយើងថិចឲ្យឃើញតិចបំផុតអញ្ចឹងធ្វើមក Facebook គេអាចអនុវត្តឲ្យហើយយើងអាចមើល content ហ្នឹងបានតិចបំផុតឬស្ទើរតែគ្មានដំណងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ